សួស្តីអ្នកទាំងអស់គ្នាសូមស្វាគមន៍មកកាន់សាច់រឿងរបស់ Jack នៅថ្ងៃបុណ្យ Noel នឹង Jack ក៏ទទួលបានកាដូមួយពីមិត្តភ័ក្តិរបស់គេនៅពេលដែលគេបើកមកនឹងកាដូនឹងគឺមាន Vanta VR គ្រាន់តែ Jack រយយកទៅពេលនឹងស្រាប់តែឪពុករបស់គេនឹងទាញ Vanta VR ពី Jack ភ្លាមតែម្ដងហើយម្ដាយរបស់គេបាននិយាយថាឯងដឹងពីច្បាប់គ្រួសារដែរឬទេគឺកូនពៅត្រូវបានលេងមុននៅឧបករណ៍លេងទាំងអស់ហើយប្អូនស្រីរបស់ Jack នៅពេលដែលឃើញបែបនេះគឺមានទឹកមុខពឹសពុលខ្លាំងមែនតែនហើយគេក៏បានទាញយក Vanta VR នឹងយកទៅលេងបាត់ទៅលេងក្នុងបន្ទប់អីចឹងទៅហើយនៅរាល់ព្រឹកគេតែងតែយក Vanta VR នឹងយកមកលេងនៅក្នុងបន្ទប់អីចឹងទៅតែតាមពិតទៅកូនស្រីម្នាក់ហ្នឹងគឺអត់មានបានយកអាវ៉ែនតាហ្នឹងយកមកលេងទេគឺគេចូលមកយកទុកចោលហើយទៅលេងទូរស័ព្ទអីវិញចឹងទៅដោយសារតែគេចង់ឈ្នះ Jack ហើយ Jack ដោយសារតែចង់លេងអាវ៉ែនតា VR ហ្នឹងខ្លាំងពេកក៏បានចូលទៅលួចមើលប្អូនស្រីរបស់គេរហូតចាំមើលទៅអាកាសល្អគេចូលទៅលួចយកអីចឹងទៅក៏ប៉ុន្តែនៅពេលដែលចូលទៅហ្នឹងប្អូនស្រីរបស់គេគឺលឿនខ្លាំងជាង Jack ទៀតគឺយកអាវ៉ែនតាហ្នឹងយកមកលេងបានមុន Jack ទៀតប្អូនស្រីរបស់ Jack ហ្នឹងគ្រាន់តែពាក់អាវ៉ែនតា VR ហ្នឹងភ្លាមក៏បានស្រែកថា Jack មកក្នុងបន្ទប់អញញ៉ៃចឹងទៅម្ដាយរបស់ Jack គ្រាន់តែលឺចឹងហើយគឺមកលឿនខ្លាំងមែនតើហើយក៏បានមកស្ដីឲ្យ Jack យ៉ាងខ្លាំងតែម្ដងនៅពេលដែលឃើញទស្សនវិជ្ជាបែបនេះប្អូនស្រីរបស់ Jack គឺពិតជាសប្បាយចិត្តខ្លាំងមែនតើព្រោះថាប្អូនស្រីរបស់ Jack គឺជាមនុស្សពឹសពុលខ្លាំងហ្មងព្រោះថាឲ្យតែរកព្រឹកហ្នឹងគេតែងតែទៅលួចអាវ៉ែនតា VR ចេញពីអាកន្លែងលេងហ្នឹងយកមកទុកនៅក្នុងបន្ទប់របស់គេរហូតដល់ឲ្យ Jack លេងនោះទេរីឯ Jack វិញគឺកំពុងតែអង្គុយពិបាកចិត្តម្នាក់ឯងដោយសារតែគេហ្នឹងអស់រយៈពេល21ថ្ងៃហើយមិនបានលេងអាវ៉ែនតា VR ហ្នឹងគេកើតទុកមិនសុខចិត្តនោះទេស្រាប់តែដល់ពេលអញ្ចឹងទៅគេក៏បានគិតនៅកំណត់មួយក៏បានទៅកន្លែងម៉ាតហ្នឹងទិញអាស្បែកជើងស្គីយកមកលេងអញ្ចឹងទៅបន្ទាប់មកគេបានគិតកំណត់មួយថាខ្ញុំប្រហែលជាអាចសងសឹកបានហើយភ្លាមនោះ Jack ក៏បានស្រែកថាយេខ្ញុំបានរបស់លេងថ្មីហើយក្រលឺជើងភ្លាមនឹងម្ដាយកូន3នាក់គ្នាគេនឹងរត់មកលឿនជាង B2 របស់អាមេរិកទៅទៀតហើយម្ដាយរបស់ Jack ក៏បាននិយាយថាឯងដឹងទេច្បាប់នៅក្នុងគ្រួសាររបស់លេងគឺត្រូវឲ្យកូនបើទៅលេងមុនហើយឪពុករបស់ Jack នឹងក៏បានយកអាស្បែកជើងស្គីពី Jack នឹងយកទៅឲ្យប្អូនស្រីរបស់គេលេងចឹងទៅប្អូនស្រីរបស់គេគឺមុខពឹសពុលខ្លាំងមែនទែន Jack នៅពេលដែលឃើញអញ្ចឹងគឺញញឹមសប្បាយចិត្តតែម្នាក់ឯងតែម្ដងដែលគិតថាគម្រោងការរបស់គេនឹងគឺកំពុងតែដំណើរការហើយស្រាប់តែមួយផ្លេតក្រោយមកនឹងប្អូនស្រីរបស់ Jack ត្រឡប់មកវិញគឺបាក់ដៃទៅសងខាងតែម្ដងហើយមូលហេតុនោះគឺដោយសារតែជាប់អន្ទាក់របស់ Jack នៅពេលដែលទៅលេងអាស្គីតកននឹងល្អិលដួលបាក់ដៃចឹងទៅពេលនេះដែរគឺធ្វើឲ្យ Jack មានស្នាមញញឹមម្ដងទៀតហើយគឺ Jack បានយកអាវ៉ែនតា VR នឹងយកមកពាក់លេងយ៉ាងសប្បាយចឹងទៅហើយពុកម្ដាយរបស់គេនឹងចង់ហាមឃាត់ដែរក៏ប៉ុន្តែគ្មានផ្លូវនោះទេដោយសារតែប្អូនស្រីរបស់គេនឹងគឺបាក់ដៃលេងកើតទៀតហើយសម្រាប់បងប្អូនដែលចូលចិត្តវីដេអូសម្រាប់របស់ខ្ញុំសូមកុំភ្លេចចុច like និង subscribe ផងដើម្បីទទួលបានវីដេអូបន្ទាប់